មកសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងផ្ទះខ្ញុំដែរបានលោកបងប្អូនអើយចាកុំភ្លេចចូលមកលេងផ្ទះខ្ញុំមកបងប្អូនដៃចាស់ដៃថ្មីទាំងអស់ហ្នឹងសូមរាប់អានផងបងប្អូនអត់ប្រកាន់ទេអាចមកលេងផ្ទះខ្ញុំបានបងប្អូននេះថ្ងៃហ្នឹងដែរគឺបានលក់ទឹកគ្រឿងស្ដៅបងប្អូនចាឆ្ងាញ់ណាស់តែអត់ចេះហូបស្ដៅសោះបើចេះហូបល្អប៉ុណ្ណាបងប្អូនណាហើយបងប្អូនណាខ្លះអត់សូវចេះហូបស្ដៅដូចខ្ញុំអត់សូវចេះហូបបងប្អូនចេះហូបច្រឡំមាត់ចាហើយសម្រាប់បងប្អូនគាត់តាមតាចូលតាមដានខ្ញុំបងប្អូនហ្នឹងហើយអរគុណច្រើនសម្រាប់ការចូលតាមដានខ្ញុំនិង follow ខ្ញុំចឹងណាបងប្អូនហើយអរគុណសម្រាប់បងប្អូនដែលចូល comment ហើយបងប្អូនដែលគាត់ចូលមកលេងផ្ទះខ្ញុំចឹងណាបងប្អូនចានិយាយទៅអរគុណគ្រប់គ្នាបងប្អូនហើយមើលស្ដៅយើងបងប្អូននេះនិយាយថាខ្ចីល្អមែនតែនហើយគេលេងខ្លួនណាបងប្អូនគេឡើងថ្លៃសបើមណាមិនថោកទេណាស្ដៅហ្នឹងចាហើយអ្នកខ្លះគាត់ចេះហូបចឹងឆ្ងាញ់ទៅតែសម្រាប់ខ្ញុំអត់ចេះហូបសោះបងប្អូននៅគួរស្ដាយណាចាហើយចង់និយាយមួយទៀតបងប្អូនសម្រាប់បងប្អូនដៃថ្មីដែលគាត់និយាយទៅខ្ញុំក៏ដៃថ្មីដែរបងប្អូនគាត់ថាចេះគឺអានេះជាបទពិសោធន៍របស់ខ្ញុំណាចាមុនបងប្អូនតលេងផ្ទះគេចឹងណាបងប្អូនកុំភ្លេចចូលផុសវីដេអូខ្លួនឯងផងចាផុសឲ្យបងប្អូនតលេងផ្ទះគេឲ្យបងប្អូនផុសវីដេអូវិញមកហើយចាហើយបើសិនជាចង់គេចុចតាមដានបងប្អូនវិញបងប្អូនកុំភ្លេចឲ្យសោះបងប្អូនចូល follow គេហ្នឹងគឺបងប្អូនកុំភ្លេចទម្លាក់ comment ចាបើសិនជាបងប្អូនអត់ទម្លាក់ comment ទេភាគរយតិចបំផុតដែលគេចូលទៅលេងផ្ទះបងប្អូនវិញទេស្អីគេរកបងប្អូនអត់ឃើញទេជួនកាលpage ខ្លះគឺគាត់មានអ្នកចូលលេងផ្ទះគាត់ច្រើនអញ្ចឹងគឺគាត់បើសិនជាបងប្អូនអត់ទម្លាក់ comment ហ្នឹងគឺគាត់អត់មានឱកាសទៅលេងផ្ទះបងប្អូនវិញទេហ្នឹងហើយភាគរយតិចដែលគេទៅលេងអញ្ចឹងបងប្អូនកុំភ្លេចពេលដែលបងប្អូនចូលមកលេងតែគេហើយកុំភ្លេចទម្លាក់ comment មួយមកហើយតាមដានគេមួយផង like comment share ចឹងទៅចាហើយនេះងាកមកមើលស្ដៅយើងវិញបងប្អូនខ្លះគឺគាត់អត់ចេះហូបល្វីងខ្លាំងពេកចឹងបងប្អូនអាចស្រោះបានខ្ញុំយកម្ទេសនិងស្ដៅមកស្រោះមួយគ្នាបងប្អូននេះហើយឥឡូវទឹកគ្រឿងងាកមកទឹកគ្រឿងយើងវិញគឺយើងប្រើត្រីតែមួយទេថ្ងៃហ្នឹងគឺត្រីទុកបងប្អូននេះត្រីទុកធំដែរហ្នឹងចាហើយបងប្អូនយកវាមកបេះមកស្ងោរវាប្រហែលជា4-10នាទីអីហ្នឹងមកព្រៀងផុយសាច់មកបងប្អូនយកវាមកបេះមួយបងប្អូនអាហ្នឹងបេះបឋមអត់បានដោយសារអីវាឆ្អឹងចាអាហ្នឹងយើងការពារឆ្លាក់ឆ្អឹងឆ្លាក់អីចឹងដោយសារអីទឹកគ្រឿងយើងគឺយើងបុកចាបុកហើយគឺយើងហូបផ្ទាប់ជាមួយបន្លែចឹងជៀសវាងការឆ្លាក់ឆ្អឹងបងប្អូនកុំបេះញាប់ពេកចាបេះរួចហើយបងប្អូនយកវាបុកដូចខ្ញុំចឹងមកបងប្អូនហើយប្រហុកខ្ញុំថ្ងៃហ្នឹងគឺខ្ញុំដាក់រៀងចាស់ហើយដោយសារអីខ្ញុំចូលចិត្តប្រហុកបែបលក្ខណៈចាស់ចឹងបងប្អូនបានឆ្ងាញ់យើងដិតចឹងចាហើយសម្រាប់បងប្អូនអត់សូវចូលចិត្តប្រហុកខ្លាំងចឹងដាក់បន្តិចបានទេបងប្អូននេះរួចរាល់បងប្អូន